យន្តហោះ S16 ថៃទម្លាក់គ្រាប់បែកលើឃ្លាំងកញ្ញាវងដួងបណ្ដាឲ្យមានមនុស្សរងរបួស2នាក់ករណីកងកម្លាំងយោធាបន្តឈ្លានពានមកលើដែនអាណាធិបតេយ្យកម្ពុជានៅព្រឹកថ្ងៃទី19ខែធ្នូនេះដោយបានប្រើប្រាស់យន្តហោះចម្បាំង S16 ទម្លាក់គ្រាប់បែក3គ្រាប់មកលើឃ្លាំងមួយកន្លែងនៅប៉ោយប៉ែតដែលជាកម្មសិទ្ធិរបស់អ្នកឧញ្ញាវងដួងបណ្ដាឲ្យមានការខូចខាតសម្ភារៈនិងមានមនុស្សរងរបួសស្រាបចំនួន2នាក់នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនាព្រឹកថ្ងៃប្រហ័ននេះថានាព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2025យន្តហោះ S16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន3ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជាភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបណ្ដាឲ្យខូចខាតអគារមួយខ្នងដំបូលឃ្លាំងអ្នកអូញាវងដួងផ្នែកខាងត្បូងសម្ភារៈមួយចំនួនទៀតនិងមានអ្នករងរបួសស្រា2នាក់នេះគិតមកដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025ដែលជាថ្ងៃទី12ហើយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅថ្ងៃទី18ខែធ្នូនេះយោធាថៃបានបើកប្រើប្រាស់យន្តហោះចម្បាំង S16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោចនាវេលាម៉ោង 9:51 នាទីនិងម៉ោង 17 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង S16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាក់ស្បែកខេត្តព្រះវិហារ